ខ្ញុំសុខចិត្តក្បត់មនុស្សនៅក្នុងលោកតែមនុស្សនៅក្នុងលោកមិនអាចក្បត់ខ្ញុំបានទេមិនចាំបាច់ពិបាកចិត្តពេកទេអ្នកស្លាប់មិនអាចរស់ឡើងវិញបានចំណែកអ្នករស់គឺត្រូវតែរែកកិច្ចការធំទៀតរឿងហេតុទៅថ្ងៃមុខទេមិនដឹងទេរឿងទៅថ្ងៃក្រោយតើអ្នកណាម្នាក់ទៅដឹងនោះនៅក្នុងសម័យសង្គ្រាមមានតែអ្នកខ្លាំងទេទើបមានសិទ្ធិនិយាយគុណធម៌ឯអ្នកខ្សោយគឺមានតែត្រូវបោះបង់ចោលតែប៉ុណ្ណោះតាំងពីបុរាណកាលមកគឺមហាអាក្រក់ដូចល្អលាក់ពុតដូចស្មោះត្រង់គុណធម៌នឹងចិត្តអាក្រក់សុទ្ធតែមិនអាចមើលដឹងតាសម្បកក្រៅទេប្រហែលជាម្សិលមិញឯងមើលខ្ញុំខុសប៉ុន្តែថ្ងៃនេះឯងមើលខ្ញុំខុសទៀតហើយក៏ប៉ុន្តែខ្ញុំនៅតែជាខ្ញុំដដែលខ្ញុំមិនដែលខ្លាចគេមើលខ្ញុំខុសទេអ្នកធ្វើកិច្ចការធំគឺមិនអាចអត់ប្រាក់បានហើយក៏មិនមែនពឹងទៅលើប្រាក់ទាំងស្រុងនោះដែរដំបូងគឺមនុស្សរកបានអ្នកក្លាហានម្នាក់មានតម្លៃជាងមាស100,000តម្លឹងទៅទៀតអ្នកឆ្លាតគិតឆ្ងាយមើលធ្លុះលទ្ធផលរាជសារខ្លាំងខ្លាយហ្នឹងហើយគឺខ្លាំងខ្លាយតែមានពេលខ្លះរបស់ខ្លាំងខ្លាយល្អប្រែជាងរបស់សុទ្ធទៅទៀតនគរមានគ្រោះថ្នាក់កូនប្រទិតទៅជួយមិនចាំបាច់ជិញទីមនុស្សដែលគ្មានឈ្មោះថ្ងៃនេះថ្ងៃក្រោយអាចល្បីឈ្មោះឬក៏អត់ទៅបើមានថ្ងៃណាមួយពួកគេពិតជាល្បីឈ្មោះមែនណោះតើឯងមានការស្ដាយក្រោយនៅទង្វើដែលឯងបានធ្វើនៅថ្ងៃនេះទេសង្គ្រោះនគរស្ថិតនៅលើចិត្តស្មោះមិនស្ថិតលើគ្នាច្រើនតិចទីបើតុងជួអាចឃុំខ្លួនបកូនណានៅក្នុងដំណាក់ទុកដូចជាលបែងលេងនៅក្នុងកណ្ដាប់ដៃនោះចុះហេតុអីក៏ពួកយើងមិនអាចទុកគេជាស្មៅយកគេមកប្រើប្រាស់បានទៅហើយម្យ៉ាងទៀតរាជសារដែលនៅក្នុងដៃខ្ញុំតើមានមួយម៉ាត់ណាដែលមិនមែនជាសម្ដីដែលស្ដេចចង់និយាយតែមិនហ៊ាននិយាយនោះអ្វីត្បិតតែคล้ายតែពិតជាងរាជសារពិតទៅទៀតខ្ញុំប្រកាសថាឲ្យតែរាជសារនេះប្រកាសចេញទៅបានពួកចៅក្បត់ប្រកាសជាញាក់សាច់អ្នកក្លាហានរឹតតែកកក្នុងសម័យសង្គ្រាមមានអ្នកខ្លះដណ្ដើមអំណាចរបស់ស្ដេចមានអ្នកខ្លះដណ្ដើមខេត្តក្រុងមានអ្នកខ្លះទៀតដណ្ដើមកងទ័ពប្រាក់ស្បៀងក៏ប៉ុន្តែឯងត្រូវចាំណាកិច្ចការធំគឺពឹងទៅលើអ្នកដែលមានសមត្ថភាពអ្នកមានសមត្ថភាពសំខាន់ជាងអ្វីទាំងអស់មនុស្សទាំង3នាក់នេះសុទ្ធតែជាអ្នកក្លាហានហើយម្យ៉ាងទៀតការសំខាន់នោះគឺពេលនេះពួកគេកំពុងតែស្ថិតនៅក្នុងផ្លូវតលច្រកនៅដំណាក់កាលបែបនេះឲ្យប្រយោជន៍ពួកគេតែមួយភាគគឺស្មើនឹងធម្មតា10ភាគនោះកើតនៅសម័យសង្គ្រាមគឺអកុសលតែបើឲ្យបង្ក្រាបសង្គ្រាមទៅជាសន្តិភាពវិញគឺជាសំណាងក្នុងភាពអកុសល